តើគ្នាដឹងអត់ថាក្រៅពីបំលែងពីសំឡេងទៅជាអក្សរនៅក្នុងស្មាន AI អ្នកទាំងអស់គ្នាក៏អាចឆាតជាមួយ AI នឹងដើម្បីសួរពីខ្លឹមសារនៅក្នុងអត្ថបទសំឡេងរបស់អ្នកទាំងអស់គ្នានឹងបានដែរអញ្ចឹងដូចអត្ថបទនេះផ្ទាល់គឺខ្ញុំបំលែងចេញពីសំឡេងដែលមានរយៈពេល73នាទីគិតទៅ1ម៉ោងជាងអញ្ចឹងខ្ញុំចង់ឧទាហរណ៍ថាខ្ញុំចង់សួរខ្លឹមសារណាមួយនៅក្នុងអត្ថបទសំឡេងហ្នឹងហើយយកទៅឆាត bit AI ហ្នឹងហើយខ្ញុំចង់ដឹងថាវាទាញចម្លើយមកត្រូវអត់អញ្ចឹងយើងទៅរកមើលសិនថាតែយើងគួរចង់សួរពីអីអញ្ចឹងណាកន្លែងសួរឃើញខ្ញុំចង់សួរថា NDC 3នេះ NDC 3នេះថាវាមានចំណុចសំខាន់អីខ្លះអញ្ចឹងខ្ញុំចង់សួរទៅកាន់ AI ហ្នឹងហើយចង់ដឹងថាវាត្រូវអត់វាមានទី1តកតនឹងការបណ្ដុះបណ្ដាលកម្លាំងសុខភាពសង្គមទី2ពាក់ព័ន្ធនឹងការអនុវត្តផែនការតំបន់អាស៊ានហើយវាមានទី3អីទៀតអញ្ចឹងខ្ញុំយកទៅសួរវាហ្មងកុំឲ្យយូរចង់ដឹងថាវាឆ្លើយដូចនៅក្នុងអត្ថបទហ្នឹងអត់ NDC 3បានទី3ដែលបង្ហាញពីដើមមកនេះយើងនឹងបញ្ចូលនៅចំណុចដែលសំខាន់អ្វីខ្លះចឹងដូចតាមស្មាន assistant គឺស្មាន chatbot ហ្នឹងវាឆ្លើយមកវិញគឺដូចអ្វីដែលខ្ញុំអានមុននឹងចង់ការបណ្ដុះបណ្ដាលកម្លាំងសុខភាពសង្គមពាក់ព័ន្ធទៅនឹងកិច្ចកុមារការពារកុមារការអនុវត្តតំបន់អាស៊ានចឹងអានេះដោយសារតស្មាន AI វាទៅ search រក keyword ថាវាមាន3ចំណុចប៉ុន្តែដូចយើងបានអានអត្ថបទមុននឹងចឹងគឺអត់មាន mention នៅចំណុចទី3ទេចឹងវារកបានតែ2ទេហើយបើយើងទៅមើលអត្ថបទនឹងផ្ទាល់វាចំណេញពេលវេលាយើងដែរព្រោះថាវាបានប្រាប់ថា speaker ទីម៉ានអ្នកនិយាយហើយនិយាយនៅក្នុងវិនាទីទីម៉ានអញ្ចឹងយើងទៅរកវិនាទីទី5ហ្នឹងមកទីវិនាទីទី503អញ្ចឹងនេះវាបាន mention ឲ្យចំណុចទី2អានេះចំណុចទី1ចឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាចង់រកចម្លើយពីក្នុងអត្ថបទសំឡេងហ្នឹងដើម្បីធ្វើរបាយការណ៍ចឹងវាស្រួលអ្នកទាំងអស់គ្នាគ្រាន់តែឆាតសួរ AI ហ្នឹងហើយវាទៅរកឲ្យហើយវា mention ទៀតថានៅកន្លែងណាចឹងបើសិនជាចង់ទៅសេរបាយការណ៍ report អីចឹងទៅគឺវាលឿនរហ័សទាន់ចិត្តខ្លាំងមែនតើចឹងក្រៅពីបំលែងសំឡេងទៅជាអក្សរគ្នាក៏អាចឆាតសួរស្មាន AI ពីអត្ថបទសំឡេងរបស់អ្នកទាំងអស់គ្នានឹងបានផងដែរចឹងកុំភ្លេចសារ feature នឹងទាំងអស់គ្នា